ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបដំឡើងfont អក្សរខ្មែរនៅលើកុំព្យូទ័ររបស់យើងអញ្ចឹងនៅកន្លែង font យើងមើល font នៅកន្លែងនេះបានអញ្ចឹងកុំព្យូទ័រខ្ញុំនេះវាអត់មានអក្សរខ្មែរទេចុះបងប្អូនឃើញវាមានអក្សរខ្មែរទេអញ្ចឹងយើងនឹងធ្វើរបៀបដំឡើងវាហើយនឹងពេលយើងដំឡើងហើយគឺអក្សរខ្មែររបស់យើងសរសេរទៅវាអត់ដាក់ជើងអត់កើតអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីដាក់ជើងកើតដំឡើងហើយដាក់ជើងឲ្យបានល្អទៀតមានយើងអាចសរសេរបានអីបានអញ្ចឹងជាដំបូងបងប្អូនអាចចូលនៅកន្លែងនេះក៏បានអាចមកស្ដាំមកយើងអាចចូលមកនេះ language នេះមកឬក៏បងប្អូនអាចម្យ៉ាងទៀតបងប្អូនអាចចូលនៅកន្លែង start នេះយកពាក្យ setting ហើយបងប្អូនយកពាក្យ time and language នេះមកដល់ពេលមកដល់ត្រង់ហ្នឹងបងប្អូនយកពាក្យ language ភាសាណា language ហ្នឹងបងប្អូនភាសាហើយបន្ទាប់មកនេះអញ្ចឹងកុំព្យូទ័ររបស់យើងអត់មានអក្សរខ្មែរទេ font ណាលើ keyboard យើងអត់មានសរសេរអក្សរខ្មែរកើតទេអញ្ចឹងដើម្បី add អក្សរខ្មែរយើងចូលកន្លែង add perfect language នេះមកតោះមកយើងអាចវាយអក្សរអង់គ្លេសមកខ្មែរវាយខ្មែរអញ្ចឹងវាលោតឲ្យនេះអញ្ចឹងចុចលើខ្មែរនឹងមួយមកហើយយកពាក្យ next แล้วก็ install យើង install មកយើងមិនបាច់ចាំគ្រីសកន្លែងនោះទេយើងរងចាំវាពេញក៏ install អញ្ចឹងពេលដែលយើងadd keyboard ណាមួយយកមកប្រើប្រាស់បងប្អូនចូលកន្លែងហ្នឹងនេះយើង add នឹងកន្លែងមកយើងអាច add ជាភាសាអីក៏បានដែរប៉ុន្តែចំពោះភាសាខ្មែររបស់យើងពេលដែលយើង add ហើយគឺវាជាទូទៅវាដាក់ជើងអត់កើតអញ្ចឹងណាយើងសរសេរនៅក្នុង Word អីវាសរសេរទៅដាក់ជើងអត់កើតយើងចុចអក្សរ J សញ្ញាបូកវាចេញជាអក្សរញអញ្ចឹងណាវាអត់មានកន្លែងដាក់ជើងហើយយើងនឹងនៅវីដេអូនេះខ្ញុំនឹងប្រាប់របៀបនៃការធ្វើម៉េចដាក់ជើងឲ្យកើតលើរងចាំវាពេញសិនខ្ញុំបិទនេះសិនយូរដែរអញ្ចឹងបានពេញហើយអញ្ចឹងឥឡូវយើងទៅតេស្តមើលថាយើងអាចសរសេរដាក់ជើងកើតអត់ហ្នឹងយើងដល់ហើយណាឥឡូវយើងទៅតេស្តនៅ Word របស់យើងមួយមើលយើងដូរភាសាចុច Shift Alt ដូរភាសាភាសាខ្មែរឃើញយើងដាក់យើងចុចប្រេពយើងដាក់បូកជើងមានតែយើងបូកជើងណាបូកជើងចុចអក្សរ J ដល់ពេលយើងចុចអក្សរ J ទៅវាចេញអក្សរញអញ្ចឹងណាអញ្ចឹងដល់ពេលយើងចុច Shift បូកអក្សរ J វាចេញទៅពុំវិញណាអញ្ចឹងវាសេកើតយើងដាក់ជើងទៅវាបានអញ្ចឹងយើងដាក់ជើងអត់បានទេវាដោនហើយអញ្ចឹងឥឡូវយើងទៅមើលរបៀបនៃការធ្វើម៉េចដាក់ឲ្យកើតវិញដាក់ជើងកើតអញ្ចឹងយើងចុចមកស្ដាំលើហ្នឹងមកនេះយើងចុចលើនឹងមួយមកលើអក្សរខ្មែរយើងមួយមកតមកយកពាក្យ option ចូលកន្លែង option នេះតមកយើងចុចកន្លែង add keyboard ចុច add keyboard យើងយកពាក្យនេះខ្មែរនីដាយកពាក្យខ្មែរនីដាណាយកពាក្យខ្មែរនីដាហើយយើងលុបខ្មែរនេះចេញយើងចុចមកឆ្វេងលើនឹងមួយមកតមកយកពាក្យ remove អញ្ចឹងយើងយកតែដាក់តែខ្មែរនីដានេះមួយបានហើយតមកយើងបកក្រោយវិញមកឥឡូវយើងទៅបើក Word របស់យើងមើលថាតើសរសេរបានអត់យើងដូរសិនដូរភាសា Shift Alt យើងដាក់ពជើងរ
ព្រះឃើញទេអញ្ចឹងអក្សរបបូកជើងមួយអក្សរចុចអក្សរ J មួយមកអានោះបូកជើងណាដល់ពេលយើងបូកហើយយើងចង់ដាក់ជើងអីគេជើងរឬក៏ជើងតឬក៏ជើងយ៉ដល់ពេលយើងបូកជើងចឹងហើយយើងចុចkeyboard A1 ដែលបងប្អូនចង់ដាក់ជើងអញ្ចឹងចុចអក្សរបឃើញជើងបពីមុនឡើងយើងចុចអក្សរ J វាអត់ចេញសញ្ញាលេខបូកទេអញ្ចឹងយើងដាក់ជើងអត់កើតពេលឥឡូវយើងដាក់ជើងកើតហើយណាព្រះរាជាណាចក្រកម្ពុជាឥឡូវយើងដាក់កើតឃើញទេមុនយើងដាក់កើតទេហើយនឹងគឺជាការដំឡើង keyboard នៅលើភាសាខ្មែរយើងនៅលើ computer ហើយសង្ឃឹមថាបងប្អូននឹងអាចធ្វើបានទាំងអស់គ្នាហ្នឹងហើយវីដេអូយើងបានដល់ទីបញ្ចប់ហើយ